ហាបានច្រើនទី1វាជួយទៅបន្តឹងសាច់ឈើវាមិនខុសអំពីគ្រឿង make up របស់មនុស្សស្រីប្រហែលទេឲ្យតែតាក់ទងទៅនឹងរឿងថ្នាំយើងចាត់ទុកថាទឹកទ្រនាប់ដំបូងនៅពេលដែលយើងលាបចូលទៅលើសាច់ឈើគឺថ្នាំហ្នឹងវាជ្រាបចូលទៅក្នុងសាច់ឈើវាចូលទៅបំពេញរុនញើសរុនវាទូចសរសៃវាទូចហ្នឹងណាសរសៃសាច់ឈើវាទូចហ្នឹងវាមិនខុសអំពីគ្រឿង make up របស់មនុស្សស្រីគ្រឿង make up របស់មនុស្សស្រីនៅពេលដែលគេប្រើទឹកគេប្រើថ្នាំឬក៏ម្សៅទ្រនាប់ដំបូងសម្រាប់ឬក៏សម្រាប់ផាត់មុខអីអធិស្ឋានផងតកតទៅនឹងគ្រឿង make up របស់មនុស្សស្រីខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំអាចសម័យចេញថាគឺវានៅពេលដែលយើងចាប់ផ្ដើមគេផាត់មុខទឹកទី1នេះផាត់ម្សៅទ្រនាប់ទី1ហ្នឹងម្សៅហ្នឹងវាចូលទៅបំពេញរុនគេហៅថារុនញើសរុនផ្ទៃមុខហ្នឹងឲ្យវាពេញល្អហើយបានគេចាប់ផ្ដើមផាត់ម្សៅទ្រនាប់ទី2អីទៅវាជួយឲ្យបំពេញបានស្អាតអញ្ចឹងមិនខុសពីទឹកទ្រនាប់ថ្នាំឈើនេះទេអធិស្ឋានផងនៅពេលដែលខ្ញុំយកប្រភេទទឹកថ្នាំនេះទៅប្រៀបធៀបទៅនឹងគ្រឿង make up របស់មនុស្សស្រីប៉ុន្តែខ្ញុំគិតថាវាអត់ខុសគ្នាទេគ្រឿងសង្ហារឹមដែលវាស្អាតដែលវាមានភាពទាក់ទាញមើលទៅស្អាតវាមិនខុសអំពីគ្រឿង make up របស់មនុស្សស្រីទេឧទាហរណ៍តែគ្រឿងចម្លាក់មួយវាធ្វើបានស្អាតហើយប៉ុន្តែទឹកដៃក្នុងការធ្វើថ្នាំគឺវាអត់ស្អាតវាស្មើនឹងសូន្យហើយអ្នកនរគ្នាយល់ដូចខ្ញុំអញ្ចឹងយើងងាកចូលទៅក្នុងខ្សែរឿងយើងវិញទឹកទ្រនាប់ NC នេះជាទឹកទ្រនាប់ទី1នៅពេលដែលយើងចាប់ផ្ដើមលាបទៅលើសាច់ឈើគឺសាច់ឈើវាបឺតចូលទៅបំពេញបន្ទាប់មកទៀតគឺយើងប្រើទឹកទ្រនាប់ទី2ទឹកទ្រនាប់ទី2នេះយើងអាចហៅថាជាប្រភេទទ្រនាប់ BU ឬក៏ទ្រនាប់តេកានៅពេលដែលយើងចាប់ផ្ដើមលាបទឹកទ្រនាប់នេះគឺវាជ្រាបទៅលើសាច់ឈើដែរប៉ុន្តែវាទៅនៅលើសាច់ឈើវាសាច់ឈើវាអត់បឺតទេពីព្រោះវាមានសភាពខាប់ជាងទ្រនាប់ NC អញ្ចឹងតម្លៃរបស់វាក៏ខុសលើខ្វះគ្នាតាមនឹងអឺសម្រាប់អ្នកដែលមានចម្ងល់អីអាចសួរបន្ថែមបានខ្ញុំធ្វើការបកស្រាយប៉ុណ្ណឹងណាព្រោះអត់ចង់ឲ្យវីដេអូនឹងវែងទេហើយសង្ឃឹមថាជួបអ្នកនរគ្នានៅវីដេអូក្រោយៗទៀតបាយបាយ